មកចការផ្លែប៉េះបេះផ្លែប៉េះជាមួយខ្ញុំត្រូវហើយមកចការផ្លែប៉េះវាមិនដែរបេះផ្លែប៉មទេហ្នឹងហើយថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកចការផ្លែប៉េះហើយបេះជាមួយផ្លែប៉េះជាមួយ blueberry ដើម្បីយកទៅធ្វើជាបង្អែមបាញ់ត្រាងជាមួយខ្ញុំទាំងអស់គ្នាបាញ់ត្រាងឆ្អាបយើងមើលឃើញអស់ហើយស៊ាំហើយថ្ងៃនេះខ្ញុំមកធ្វើជាបង្អែមវិញម្ដងHello សួស្តី all my love ទាំងអស់គ្នាខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជានឹកពាក្យហ្នឹងហើយឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាមកបេះជាមួយនឹងចការផ្លែឈើដែលនៅមុខហ្នឹងគឺគេមានដាក់តាំងជាមួយនឹងផ្លែឈើច្រើនមុខខ្លាំងមែនតើហ្មងដែលគេធ្វើការបេះឲ្យស្រាប់ដាក់តាំងលក់នៅមុខហ្នឹងអីចឹងទៅបើយើងខ្ជិលចូលទៅបេះនៅក្នុងតែបើអ្នកជីកាត់ជាអីចឹងគេចូលទៅទិញនៅក្នុងអាទៀសនេះដូចរថភ្លើងចឹងហ្នឹងហើយចូលទៅទិញក្នុងហ្នឹងទៅហើយបើយើងចង់ចូលបេះនេះជីកាត់ផ្ទះគេនិយាយថាផ្ទះអ្នកចការគេធំសាហាវអ្នកចការនៅស្រុកអាមេរិកអ្នកទាំងអស់គ្នាពេលខ្ញុំជិះចូលទៅជ្រៅទៅខ្ញុំថាចំស្ងាត់ជ្រាបចឹងតិចគេបិទគេអត់បើកគេបោកគេនៅក្នុង Instagram គេបើកថាបើកតែមកពីខ្ញុំទៅនឹងម៉ោងគេចិត្តបិទអ្នកទាំងអស់គ្នាអញ្ចឹងទៅរៀងស្លេស្លន់បន្តិចដោយសារតែហ្នឹងគេមិនចេះតែបើកទេគេមានរដូវកាលគេបើកពីថ្ងៃណាដល់ថ្ងៃណាអីចឹងណាយើង follow តាម Instagram របស់គេអញ្ចឹងទៅយើងចូលទៅ check in នៅក្នុងផ្ទះឈើហ្នឹងទៅយើងបានកន្ត្រកបានអីយើងចូលទៅបេះនៅក្នុងខ្ញុំអត់បានថតនៅក្នុងកន្លែងគេ check in យកកន្ត្រកយកអីគេគិតប្រហែលគីឡូអីប្រហែលគីឡូយូរឯដោយសារតែពេលខ្ញុំទៅដល់ហ្នឹងគេបិទម៉ោង3ខ្ញុំទៅដល់ម៉ោង2កន្លះបាត់ហើយខ្ញុំចាំបងខ្ញុំចេញពីធ្វើការរៀងយូរអញ្ចឹងទៅមានជាការកញ្ឆក់ហ្មងកញ្ឆក់កត្រកមួយរត់ចូលទៅបេះលឿនព្រោះបញ្ញាប់ខ្លាចគេបិទទៅអត់មានអីថតឲ្យអ្នកទាំងអស់គ្នាមើលទេហើយអាកាសធាតុក្តៅក្មួយខ្ញុំអត់សូវចូលចិត្តទេចូលចិត្តតែត្រជាក់អញ្ចឹងទៅខ្ញុំមកតែ3អ្នកបងប្អូនទេដើម្បីថតឲ្យអ្នកទាំងអស់គ្នាមើលហើយនេះវិញជាផ្លែតសក់អ្នកទាំងអស់គ្នាគេមិនមានតែផ្លែ peach ឬមួយក៏ blueberry គេមានច្រើនផ្លែខ្លាំងមែនតើហ្មងប៉ុន្តែខ្ញុំបដោតទៅលើតែ2ផ្លែហ្នឹងឯងដោយសារតែផ្លែហ្នឹងខ្ញុំអត់ដែរបេះអញ្ចឹងទៅខ្ញុំចង់ថតឲ្យប្លែកឲ្យអ្នកទាំងអស់គ្នាមើលណាមួយផ្លែតសក់ស្រូវតសក់អីតសក់ផ្អែមអីហ្នឹងនៅខ្មែរយើងមានច្រើនហើយអញ្ចឹងទៅក៏ខ្ញុំសម្រាប់ចិត្តថាខ្ញុំមកថត2ផ្លែនេះឲ្យអ្នកទាំងអស់គ្នាមើលនេះប្រភេទផ្លែ blueberry មើលទៅដូចមកខុបនៅស្រុកខ្មែរយើងអញ្ចឹងពេលដែលវាខ្ចីទៅពណ៌វាដូចមកខុបមែនតើហ្មងពណ៌បៃតងហើយបានគេចាប់ផ្ដើមបដូរពណ៌មកម្ដងតិចនេះក្មួយខ្ញុំ2នាក់នេះមកដែរមកតាមវីដេអូ call បាទគេសុំនៅមិនសិនតិចនៅផ្ទះហើយអត់ចូលចិត្តអីពិបាកអញ្ចេះទេបើខ្ញុំនិយាយមែនតើត្រង់ទៅ blueberry ជាមួយផ្លែ peach អីហ្នឹងនៅតាមផ្សារអីមានច្រើនដែរប៉ុន្តែចិត្តខ្ញុំហ្មងខ្ញុំចង់មកថតឲ្យអ្នកទាំងអស់គ្នាមើលចង់មកធ្វើ content ធ្វើជាវីដេអូឲ្យអ្នកទាំងអស់គ្នាមើលហ្នឹងបាទខ្ញុំសឹកចិត្តមកឈរ50ថ្ងៃឈរបេះឲ្យអ្នកទាំងអស់គ្នាមើលចឹងទៅកុំឲ្យថាឃើញដើមឈើឃើញផ្លែអីផ្លែអត់ថតឲ្យអ្នកទាំងអស់គ្នាមើលតែម្នាក់ឯងឥឡូវខ្ញុំមកថតចែកឲ្យអ្នកទាំងអស់គ្នាមើលដើមគេអត់ធំដូចដើមមកខុបទេគ្រាន់ផ្លែគេដូចរបៀបដូចផ្លែមកខុបនៅស្រុកខ្មែរយើងអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរយើងទៅមើលដើម peach ទាំងអស់គ្នាត្រឡប់ទៅឃើញនៅក្នុងរឿងចិនលោកអើយដើមផ្លែប៉េះដែលអង់គ្លេសគេហៅ peach ហ៎ញ៉ាំតែអាយុវែងខ្ញុំអត់ដែរឃើញទេលើកទី1ដែលខ្ញុំឃើញដើមផ្លែប៉េះនៅក្នុងជីវិតពិតថាផ្លែប៉េះដើមគេអញ្ចឹងទេអីចំខែនេះមកចំខែគេល្អទៀតអ្នកទាំងអស់គ្នាតើតខែគេទុំមិនគេបើកឲ្យយើងចូលបេះឥឡូវដល់រដូវកាលផ្លែប៉េះគេនេះនិយាយពីថាទុំជោគពេញដើមហ្មងងាកទៅណាក៏សិតតែប៉េះដែរឡាប៉ិនប៉ោធំហ្នឹងណាចឹងមក emoji គេដាក់រូប peach ជើក្បេះគូនេះស៊ីហាយុវ៉ាញ៉ានេះហាផ្លែសេដាអីសេដាស្អីគេអូស៊ុនអូខុងស៊ីយកទៅឲ្យស្អីគេផ្លែសេដាហ្នឹងហីអាណាសិននៅខុងស៊ីផ្លែល្វីណាគេមិនល្បីនៅស្រុកនេះមិនថាផ្លែ blueberry cherry អីណាគឺគ្រប់ចការទាំងអស់ឲ្យតែពេលយើងបានចូលទៅដល់ក្នុងចការគេហើយយើងញ៉ាំមួយឆ្អែតឲ្យពេញពោះទៅអត់អស់លុយទេអស់លុយតែពេលដែលយើងចាប់ដាក់កត្រកយកតែគិតលុយនៅក្រៅថ្លឹងគីឡូបានគេចាប់ដើមគិតលុយយើងមានណា3អ្នកបងប្អូននេះបាយកញ៉ាំតាំងពីនៅលើដើមឡើងញ៉ាំតតែឆ្អែតតែមុនយើងញ៉ាំយើងយកទឹកសុទ្ធម្ដងដាក់តាមកប៉ៅដែរដើម្បីលាងវាឲ្យស្អាតសិនអញ្ចឹងណាព្រោះអត់ដឹងតែគេដាក់ថ្នាំអីខ្លះទេព្រោះអីវាមិនដោះឡើងដោយធម្មជាតិណាសិតតែគេចិញ្ចឹមសិតតែគេដាំដុះដើម្បីយកធ្វើការលក់ដូរអីនៅតាមផ្សារតាមអីចឹងណាតែយើងទៅទិញនៅតាមផ្សារទៅវាមិនសូវមានអារម្មណ៍អីរបៀបដែលថាពិតទៅបេះនៅចការចឹងហ្មងបានពីពិតមានផ្លែប៉េះពិតមិនពិតទៀតធ្វើដូចផ្លែប៉េះមានផ្លែប៉េះគប់ពីរវាមិនដែរគេយកផ្លែប៉មកបន្លំធ្វើផ្លែប៉េះកាត់ទេហើយគ្រាន់ថាមើលទៅវាឃើញតំណងហើយស្រស់ជាងពេលដែលយើងទៅទិញនៅផ្សារអញ្ចឹងណាហើយយើងអាចរើសបានយើងចង់ញ៉ាំអាទុំទុនហ្មងឬមួយក៏យើងចង់ញ៉ាំអាខ្ចីល្មមដែលវារៀងឈប់ស្រួយអីចឹងណាអ្នកនរគ្នាចាំស្ដាប់សលេងខ្ញុំញ៉ាំខ្ញុំចូលចិត្តណាស់ឈប់ហ្នឹងខប់ហ៎ប៉មអាទុនអៀចដូច
ត្រេនអីក៏ដោយក៏ខ្ញុំអត់ចូលចិត្តអ៊ីដែរខ្ញុំចូលចិត្តតែឈប់សម្រាប់ខ្ញុំហ្មងគឺកម្រឃើញខ្លាំងមែនតើហ្មងជាមួយផ្លែប៉េះបើឃើញក៏ឃើញនៅក្នុងកន្លែងថ្លៃដែរអញ្ចឹងនិយាយថាវាតម្លៃវាអត់ដូចនៅនេះហាផ្លែប៉េះនៅស្រុកខ្មែរថ្លៃណាស់អញ្ចឹងហើយបាទខ្ញុំមកដល់នេះខ្ញុំខ្វះកញ៉ាំយកហើយបើឃើញហ្មងភាគច្រើនឃើញតែក្នុងរឿងចិនតែអញ្ចឹងទេឃើញនៅលើនំខេកចាស់ពេលគេធ្វើចម្រើនបញ្ជនអីចឹងទៅគេធ្វើរូបផ្លែប៉េះរូបនំខេកហ្នឹងណាដើម្បីឲ្យអាយុវែងអីចឹងទៅមិនដែលឃើញមិនសូវឃើញនៅក្នុងជីវិតពិតទេផ្លែឈើកម្រនៅស្រុកខ្មែរនៅនេះលក់ថោកដល់ពេលផ្លែឈើនៅស្រុកខ្មែរសម្បូរនៅនេះលក់ចាក់កសាហាវចាំវីដេអូក្រោយខ្ញុំដាក់តម្លៃឲ្យអ្នកទាំងអស់គ្នាមើលហើយនៅពេលផ្លែប៉េះហ្នឹងទុំមកពណ៌ផ្កាឈូកស្អាតខ្លាំងមែនតើបន្ទាប់ពីយើងបេះផ្លែភីកអស់ចិត្តហើយយើងបាន2កន្ត្រកបានមួយកន្ត្រក blueberry មួយកន្ត្រកភីក blueberry នេះបើខ្ញុំបេះមួយកន្ត្រកហ្នឹងពេញគឺញ៉ាំ3ខែបានអស់ហើយក៏មិនទាន់ skip ទៅណាវីដេអូនេះអត់ទាន់ចប់ទេខ្ញុំនៅយកផ្លែឈើហ្នឹងយកទៅធ្វើផ្អែមឲ្យអ្នកទាំងអស់គ្នាមើលទៀតប៉ុន្តែដោយសារតែមិញដូចខ្ញុំនិយាយប្រាប់ចឹងខ្ញុំមកស្លន់អញ្ចឹងទៅខ្ញុំអាចបានថតអាពេលខ្ញុំ check in ឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងខ្ញុំថតពេលខ្ញុំ check out ហ្មងទៅពេលខ្ញុំយកទៅគិតលុយព្រោះអីទីតាំងតែមួយកន្លែងតែមួយទេគ្រាន់ថាមួយយើងចូលមកដល់យើងយកកន្ត្រកយើងនិយាយជាមួយគេពីតម្លៃម៉ានអីចឹងណាហើយមួយទៀតពេលចេញទៅវិញយើងយកកន្ត្រកហ្នឹងយកទៅថ្លឹងហើយគិតលុយឲ្យគេព្រោះមិញហ្នឹងនៅខ្វះតែកន្លះម៉ោង1ម៉ោងទៀតគឺគេបិទតែអញ្ចឹងបើយើងនៅម្លាយថតអីនៅមុខហ្នឹងយូរពេកគឺគេបិទលែងឲ្យយើងចូលបេះហ្មងចប់មកវីដេអូហ្នឹងអត់មានអីថតឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងទៅពេលចេញមកវិញយើងម្លាយបានយើងថតបានមួយស្រឡាញ់គេមានលក់ទឹកខ្មុំមានលក់អីនៅមុខហ្នឹងអញ្ចឹងណាហើយទឹកខ្មុំគេមានពីរប្រភេទទៀតមានមួយរៀងថ្លាមួយរៀងវងខ្មុំខ្លះតែក្រេបពីដើមផ្លែក្រូចផ្កាក្រូចអីចឹងទៅវងខ្មុំខ្លះតែក្រេបពីផ្លែផ្សេងអីចឹងទឹកចេញមកក៏ផ្សេងគ្នាដែរឥឡូវកុំឲ្យខាត់ពេលយូរយើងទៅហាងបងខ្ញុំដើម្បីធ្វើផ្អែមបាញ់ត្រាងទាំងអស់គ្នាបងផ្អែមបាញ់ត្រាងមកកុំឲ្យយកបាញ់ត្រាងទៅធ្វើជាម្ហូបធ្វើជាចង្អាបតរ៉ែពេកដាក់មួយផ្គាមួយសាច់3ជាន់មួយអីអូញ៉ាំជាបាញ់ត្រាងបង្អែមផ្លែឈើជាមួយខ្ញុំទាំងអស់គ្នាដោយសារតែថ្ងៃនេះខ្ញុំទៅមកពីបេះផ្លែប៉េះហើយខ្ញុំអត់ដឹងថាយកផ្លែប៉េះហ្នឹងយកទៅធ្វើអីទៅធ្វើជាទឹកផ្លែប៉េះធ្វើជាតែអីក៏វាតរ៉ែខ្ញុំញ៉ាំហើយឡើងស្វមខ្ញុំចង់ឲ្យប្លែកបន្តិចខ្ញុំងាកឆាច់ឃើញបាញ់ត្រាងចាំកាលខ្ញុំយកបាញ់ត្រាងហ្នឹងទៅជ្រលក់ទឹកបើនិយាយទៅដូចពេលដែលយើងយកទៅធ្វើជាម្ហូបអញ្ចឹងដូចគ្នាយើងយកមកជ្រលក់ទឹកហើយយើងកុំដាក់អីចង្អាបដាក់ទឹកត្រីដាក់ស្ករដាក់អីយើងដាក់ជាមួយនឹងផ្លែឈើហើយជាមួយនឹងគ្រាប់អាល់ម៉ុនឬមួយក៏គ្រឿងអីផ្សេងដែលយើងចង់ដាក់គុជយើងចង់ដាក់អូរីអូរឿងចង់ដាក់អីក៏បានដែរឲ្យទៅជាប្រភេទបង្អែមហើយបើសិនជាអ្នកទាំងអស់គ្នាអត់មានផ្លែប៉េះដូចខ្ញុំទេយកផ្លែឈើអីក៏បានដែរឲ្យតែដាក់ទៅវាចូលដូចថ្ងៃនេះផ្ទាល់ប្រធានបទរបស់ខ្ញុំគឺផ្លែប៉េះប៉ុន្តែខ្ញុំក៏ត្រូវការដាក់ផ្លែចេកដើម្បីយកមកហូបឲ្យវាស្អាតដែរព្រោះផ្លែប៉េះពេលចិត្តចនិតប្រទេសវាទៅវាតប៉ែតអញ្ចឹងទៅខ្ញុំដាក់ផ្លែចេកពេលហូបទៅឲ្យវាឃើញមូលស្អាតអីចឹងណាហើយខ្ញុំលាយជាមួយអូរីអូដោយសារតែអូរីអូហ្នឹងវាធ្វើឲ្យរសជាតិយើងកាន់តែឆ្ងាញ់ហើយផ្លែចេកជាមួយអូរីអូហើយខ្ញុំដាក់ជ្រលក់ជាមួយសូកូឡារាវដែលគេហៅ Nutella ហ្នឹងណាឆ្ងាញ់សាហាវហើយវាស្វិតជាប់ជាមួយនឹងសបកបាញ់ត្រាងនឹងទៀតស្វិតបុកទុនហើយលាយជាមួយជាតិសូកូឡាផ្អែមហើយឈប់ជាមួយនឹងពីជាតិផ្លែប៉េះនឹងមកទៀតអូយខ្ញុំមិនដឹងបរិយាយថាម៉េចប្រដោយសារដូចខ្ញុំប្រាប់កាលពីវីដេអូមុនអញ្ចឹងគ្រប់ផ្លែឈើទាំងអស់មិនថាផ្លែតរ៉េនផ្លែប៉េះអីខ្ញុំអត់ចូលចិត្តទុំតែខ្ញុំចូលចិត្តរបៀបឈប់ស្រួយអាស្ទើទុំស្ទើខ្ចីអាហ្នឹងអត់ឆ្ងាញ់ហើយដល់ពេលដែលខ្ញុំដាក់ជាមួយគ្រាប់អាល់ម៉ុនទៀតវាស្រួយដូចគ្នាហើយសបកបាញ់ត្រាងវាមិនទុនស្វិតហើយខ្ញុំដាក់ជាតិខារ៉ាមែលពីលើជ្រលក់ជាមួយខារ៉ាមែលនឹងទៀតអូយនិយាយពីថាជាតិជាប់មាត់តែដូចខ្ញុំនិយាយចឹងបើសិនជាអ្នកទាំងអស់គ្នាអត់មានគ្រឿងគ្រប់ទេអ្នកទាំងអស់គ្នាមានតាមតែគ្រឿងដែលអ្នកទាំងអស់គ្នាមានស្រាប់នៅផ្ទះក៏បានដែរមិនបាច់ចាំបាច់តតែធ្វើដូចខ្ញុំទេបើអត់មានផ្លែប៉េះទេយកផ្លែឈើអីផ្សេងដែលយើងមានស្រាប់បើអត់មានសូកូឡាទេដាក់ដោះគោខាប់ក៏បានដាក់អីក៏បានហើយមួយថ្ងៃវល់ល្ងាចហ្នឹងខ្ញុំខាំញ៉ាំផ្លែប៉េះតាំងពីនៅចការរហូតមកដល់ផ្ទះអង្គុយញ៉ាំជាមួយផ្អែមបាញ់ត្រាងអីហ្នឹងទៀតមាត់ខ្ញុំក៏អត់ទាន់បាត់ក្រែមស្លេកប៉ុមទៅណាដែរដោយសារតែមាត់ខ្ញុំមិនសាក់បេមាត់ទេណាអ្នកទាំងអស់គ្នាខ្ញុំលាបក្រែមសាក់អាហ្នឹងដូចយើងសាក់បេមាត់ចឹងវាឃើញពណ៌ផ្កាឈូកស្អាតហើយយើងចង់ញ៉ាំអីយើងចង់ញីញក់យើងចង់ថើបពីណាគេក៏អត់មានស្នាមជាប់នៅលើកៅអៅគេឬមួយក៏ថ្ពាល់គេហើយគេមានច្រើនពណ៌ខ្លាំងមែនតើហ្មងមានពណ៌ cherry ពណ៌ផ្លែប៉េះពណ៌ទឹកក្រូចតែអីដែលខ្ញុំលាបហ្នឹងខ្ញុំលាបពណ៌ peach ពណ៌ផ្លែប៉េះដោយសារតែថ្ងៃហ្នឹងយើងប្រធានបទយើងផ្លែប៉េះហើយក៏ឲ្យខ្ញុំលាបពណ៌ cherry ក៏ហមតាតក៏ខ្ញុំអត់លាបពណ៌ទឹកក្រូចក៏ខ្ញុំអត់លាបដែរព្រោះពាក្យច្រើនគេយកតែពណ៌ផ្កាឈូកស្ព្រឿងពណ៌ផ្លែប៉េះហ្នឹងទេវាឃើញស្អាតហើយសួរថាមើលទៅដូចសាក់បេមាត់ចឹងឈឺអត់ដូចយើងលាបក្រែមធម្មតាហ្នឹងតែគ្រាន់ថាវាជាប់យូរជាប់ខ្លាំងហើយ waterproof អត់ត្រូវទឹកត្រូវអីក៏វាអត់រលាយទៅណាអញ្ចឹងហើយតិចខាងធ្វើមិនទិញបាននៅអាមេរិកហ្នឹងបើទិញបានក៏តម្លៃថ្លៃដែរមកផ្ញើទៅដល់ខ្មែរទៀតដឹងការអត់ទេបាទអានេះគេលក់នៅខ្មែរយើងនឹងឯងក្រុមហ៊ុនជាមួយលេខៀវយើងហ្នឹង
ហើយក្រែមនឹងឈ្មោះ Just នៅកន្លែងណាក៏មានដែរ beauty store ធំឬមួយក៏តូបលក់គ្រឿងក្អូបតាមផ្សារអីមានតែថាកន្លែងណាមានលក់លេខៀវសួររកក្រែមនឹងទៅមានហើយពេលណាយើងចង់ឲ្យវាជាប់ហិតតែខ្លាំងហិតតែយូរយើងលាបហើយយើងចាំឲ្យវាស្ងួតយើងបកវាចេញអាហ្នឹងជាប់ខ្លាំងហ្មងតែបើខ្ញុំស្លន់នេះបងខ្ញុំចូលឡានអស់ហើយខ្ញុំធ្វើងើបពីដេកខ្ញុំគ្រាន់តែលាបតក់លើមាត់ហើយខ្ញុំជូតវាទៅគឺវាជាប់ស្អាតដូចគ្នាអាហ្នឹងសម្រាប់តែអ្នកស្លន់ដូចខ្ញុំអីអ្នកដែលគាត់ខ្ជិលចាំបកយូរអីចឹងណាអ្នកប្រញាប់អីយើងបាច់បកក៏យើងប្រើក្រែមហ្នឹងហើយនិយាយតប្រធានបទយើងបន្តិចចង់និយាយថាបាញ់ត្រាំងដែលខ្ញុំធ្វើហ្នឹងអាហ្នឹងខ្ញុំធ្វើឆៅណាបើសិនជាអ្នកទាំងអស់គ្នាចង់យកទៅបំពងឲ្យវាស្រួយហិតតែឆ្ងាញ់ទៀតទៅជារសជាតិមួយបែបទៀតដែលអ្នកទាំងអស់គ្នាញ៉ាំទៅវាទៅជាស្រួយវិញវាឡើងស្វិតដូចអាពេលដែលខ្ញុំញ៉ាំដំបូងហើយតែស្រួយមួយស្វិតរសជាតិឆ្ងាញ់ដូចគ្នាហើយជ្រលក់ជាមួយទឹកជ្រលក់ដែលខ្ញុំជ្រលក់ហ្នឹងដូចគ្នាដល់គោខាប់ឬមួយក៏ទឹកសូកូឡាអីចឹងហើយមិនខមមិនថាខ្លាចឈឺពោះញ៉ាំទៅ3ម៉ោងក្រោយរត់ទៅហោប្រគុណអីអត់អីទេខ្ញុំញ៉ាំហើយអត់អីទេនិយាយត្រង់ហ្មងអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើលេងកំសាន្តនៅផ្ទះបានឬមួយក៏ម៉ាក់ដែលគាត់ចង់ធ្វើម្ហូបប្លែកផ្អែមប្លែកឲ្យកូនគាត់ក៏អាចធ្វើជាប្រភេទអញ្ចឹងបានដូចគ្នា